កាលពីម្សិលមិញយើងបាននិយាយអំពី Honor 400អញ្ចឹងវីដេអូនេះយើងនិយាយអំពី Honor 400 Pro តែម្ដងហើយខ្ញុំនៅលើ website របស់ Honor តែម្ដងឥឡូវខ្ញុំឈរនៅលើ Honor 400 Pro នេះបងប្អូនឃើញណានេះគឺជាជម្រើសពណ៌វាបងប្អូនឃើញហើយមានពណ៌គេហៅថា gray by blue by dark អញ្ចឹងទៅណា Luna Gray Tendal Blue ហើយនិង Midnight Black ឈ្មោះគេហ្នឹងណាតែគេហៅគេអញ្ចឹងបាទDimension នេះគឺជាវិមាត្ររបស់វាបងប្អូនយើងអាចកលេចមើលបានកម្ពស់នឹងប្រហែលមីលីម៉ែត្រយ៉ាងម៉េចអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងមើលតាមនឹងទៅយើងចាប់ផ្ដើមពី display តែមុនបងប្អូនយើងបើអញ្ចឹងទូរស័ព្ទដៃនេះទំហំអេក្រង់របស់វានឹងគឺ 6.7 inch ណា AMOLED display colorful resolution pop resolution ហ្នឹងគឺ AIM ណា 28,800 គុណនឹង 1280ហ្នឹងហើយលើ resolution របស់វាគឺ color ហ្នឹងគឺ 1 billion color ពួក 10 bit color ហ្នឹងហើយបាទហើយម៉ាស៊ីនពួកនេះគឺស៊េរីខ្លាំងជាងអាស៊េរី400ធម្មតាបងប្អូនយើងពួកស៊េរី Pro ហ្នឹងគឺ Snapdragon 8 Gen 3បាទអញ្ចឹងជា flagship processor អញ្ចឹងខ្លាំងបងប្អូនយើង chip ហ្នឹងនៅខ្លាំងនៅឡើយទេជាមួយនឹង Adreno 750ការលេង game នឹងបងប្អូនហ្នឹងគឺអត់បញ្ហាទេ chip នេះនោះបាទទោះបីវាមិនមែន X Elite អីក៏ដោយប៉ុន្តែ chip នេះនៅតែខ្លាំងមែនទែនបងប្អូនណា OS របស់វាគឺ Magic OS ដូចទៅនឹងអាស៊េរីធម្មតាអញ្ចឹង400អញ្ចឹងណា Android 15ក្នុងប្រអប់ទៀតផងបាទអញ្ចឹងជំរឿន RAM របស់វាហ្នឹងគឺមាន 12G បូក256 12G បូក512យកតែម្ដងបាទអញ្ចឹងនេះគឺជា spec របស់វាមួយចំនួនឥឡូវយើងមើល spec កាមេរ៉ារបស់វាបន្តិចសិនបាទអញ្ចឹងmain កាមេរ៉ារបស់វានឹងគឺ200 megapixel ណា ultra clear AI កាមេរ៉ាណាកម្រិត aperture f1.9 បាទមានបច្ចេកវិទ្យាទប់នឹង OIS ហើយ support 4K video ណាអត់អាចបាន 8K អីទេបាទ lens ទី2គឺ50 megapixel បងប្អូនយើងសម្រាប់ធ្វើការ zoom telephoto មិនដឹងថា zoom បានអីទេណាបាទអាហ្នឹងគឺ telephoto អាហ្នឹងប្រហែលជា 2x 3x ខ្ញុំដឹងដែរតែទៀតយើងមើលវាហ្នឹងហើយតែដឹងថាមាន3គ្រាប់គ្រាន់បើជាងអាគេហៅថា Pro អាស៊េរីអត់ Pro ហើយវាមានមួយទៀតហ្នឹងគឺអា12 megapixel ហ្នឹងនៅលើស៊េរីធម្មតាណាបាទអញ្ចឹងគឺ aperture f1 f2.2 ហ្នឹងហើយបាទអញ្ចឹងអានេះគឺ up to 50x zoom អាស៊េរីធម្មតាបាន 30x zoom ហ្នឹងហើយនេះគឺលើកាមេរ៉ារបស់វាបងប្អូនយើងខាងមុខ50 megapixel ថត 4K វីដេអូបានដូចគ្នាមិនធម្មតាទេណាបាទអញ្ចឹងមុខងារហ្នឹងលើកាមេរ៉ាខាងមុខដូចគ្នាទេបងប្អូនយើងថ្មរបស់វាគឺ 6000 mAh ដោយទៅនឹងស៊ីធម្មតាអញ្ចឹងណា silicon carbon battery បាទអញ្ចឹងកន្លែងសាកហ្នឹងគឺ100 W នេះបងប្អូនណាហើយ wireless charging 50 W ចំណុចពិសេសរបស់វាហ្នឹងគឺមាន wireless charging ហើយមួយទៀតនៅលើស៊េរីធម្មតាគឺវាមានបច្ចេកវិទ្យាទប់បច្ចេកវិទ្យាគេហៅថាការពារទឹកកម្រិតស្រាលមួយ IP66 អញ្ចឹងទៅអញ្ចឹងអានេះគឺ IP68 and IP69 តែម្ដងណាអេមប្រព័ន្ធការពារទឹកណែនពេញនឹងតែម្ដងបងយើងឥឡូវយើងធ្វើការកលេចមើលទៅលើរូបរាងវានេះបងប្អូនឃើញណាកាមេរ៉ា3គ្រាប់នៅខាងក្រោយនេះបាទអញ្ចឹងទម្ងន់ហ្នឹងគឺ205ក្រាមកម្រាស់ហ្នឹងគឺត្រឹមតែ 8.1 មីលីម៉ែត្រតែប៉ុណ្ណោះរៀងអត់អីទេប៉ុណ្ណឹង slim ស្អាតហើយបងប្អូនយើងណាបាទហើយនេះកាមេរ៉ាវា set up ទៅស្អាតទៅតាមការ design របស់គេ AI photo like never before អាហ្នឹងខ្ញុំលើគេថាមាន AI feature នៅក្នុង gallery ហ្នឹងដែលយើងអាចបំលែងរូបភាពគេហៅថារូបភាពងាប់របស់យើងបងប្អូនរូបភាពងាប់ហ្នឹងចង់និយាយថារូបភាពអត់មានចលនាហ្នឹងអញ្ចឹងទៅវាធ្វើឲ្យវាបំលែងវាទៅជាវីដេអូអញ្ចឹងណាបាទអញ្ចឹងកាមេរ៉ាហ្នឹងគឺយើងបាននិយាយខ្លះៗហើយមិញនេះខ្ញុំសុំមើលអូ 3x optical zoom ណាបងប្អូនយើងនេះបាទមាន 3x optical zoom កាមេរ៉ាវាបាទថត portrait ផុតអីអេមណា50 megapixel display របស់វានេះយើងបានដឹងទំហំអេក្រង់វាហើយមិញហ្នឹងគឺ 6.7 inch ហើយសំខាន់ពន្លឺយើងអត់ដឹងមិញហ្នឹងអញ្ចឹង 5000 nit ultra bright display អូអត់ធម្មតាទេ iPhone 2000 3000 និង Samsung តែ2000 3000 អានេះ5000 mAh 5000គេហៅថា peak brightness សាហាវហ្មងភ្លឺច្បាស់ចាស់ហ្នឹងនេះ HDR peak brightness អាហ្នឹងគឺនិយាយពីតម្លៃ peak ណាគេនិយាយពី value peak ប៉ុន្តែទូទៅគឺវាអាចដល់នឹងបានទេបងប្អូនយើងណាបាទអញ្ចឹងនេះគឺជា PPI របស់វាគឺ460 PPI support HDR refresh rate 120Hz អញ្ចឹងទៅណា DCI P3 color wide gamut អញ្ចឹងទៅបងប្អូនយើងបាទអញ្ចឹងវាជាអូខេមាន Netflix HDR certified ទៀត
ធម្មតាទេណា Amazon HDR certified ទៀតអូធម្មតាទេមានមកកា play មកបើអញ្ចឹង display វាគឺអេបងប្អូនយើងអត់បញ្ហាទេណាបាទអញ្ចឹងដឹងថាល្អមែនទែនតែម្ដងហើយថ្មហ្នឹងខ្ញុំបានប្រាប់បងប្អូនហើយមិញនេះបាទអញ្ចឹងគឺ 6000 mAh អញ្ចឹងឥឡូវយើងមើលម្ដងទៀតហើយជាមួយនឹងល្បឿនសាកលឿនផងដែរ100 W ឯណោះធម្មតាទេណានេះបាទអញ្ចឹងខប់សេរីបាទ100 W បូកជាមួយនឹង50 W wireless charging អញ្ចឹងគឺអេបងប្អូនយើងបាទអញ្ចឹងការ gaming របស់យើងក៏ដូចជាការប្រើប្រាស់ទូទៅរបស់យើងហ្នឹងគឺដឹងថាវាកាន់បានល្អអញ្ចឹងណាបើសិនដោយសារម៉ាស៊ីនយើងខ្លាំងផងយើងលេងហ្គេមយូរមកក៏អត់បញ្ហាដែរមិនអញ្ចឹងតម្លៃរបស់វានៅក្នុង website Honor បងយើងបាទអញ្ចឹងគឺ$500ជាងតែ spec វាអេមតាតែសម្រាប់ខ្ញុំវិញបើថាខ្ញុំចាយលុយ$500ជាងហើយខ្ញុំទៅពិចារណា Honor Magic 6 Pro វិញបាទតែ spec វាអត់អីបងប្អូនយើងនិយាយទទួលយកបានតម្លៃប៉ុណ្ណឹងបងប្អូនយើងបាទអញ្ចឹងSnapdragon 8 Gen 3ហ្នឹងគឺខ្លាំងហើយតែបើថាបាន Honor Magic 6 Pro ណាខ្ញុំចង់និយាយតម្លៃទឹកស្អាតអញ្ចឹងណាបងប្អូនយើងអាចរកបានបាទអញ្ចឹងតែបើថាថ្មីតម្លៃ Honor Magic 6 Pro វាថ្លៃអាចចូល K ហ្នឹង800-900អញ្ចឹងទៅហ្នឹងហើយបងប្អូនយើងបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹង Honor Magic មិន Magic ទេ Honor 400 Pro អញ្ចឹងសង្ឃឹមបងប្អូនយើងចូលចិត្តហើយមានយោបល់បែបណាទៅលើធានបទមួយហ្នឹងបងប្អូនយើងអាចតម្លែងនៅក្នុង comment ខាងក្រោមបានអរគុណជួបគ្នានៅឱកាសក្រោយបាយ